បន្ទាប់ពីថៃបានបិទច្រកទ្វារអន្តរជាតិដោយឯកតោភាគីហើយតើថៃបានចំណេញអ្វីខ្លះមកវិញមកដល់សប្តាហ៍ថ្ងៃនេះលទ្ធផលគឺឃើញភ្លាមពលរដ្ឋរបស់ថៃហ្នឹងគឺគាត់យកអីវ៉ាន់បន្លែប្លុកដែលគាត់លក់មិនដាច់ដោយសារបិទច្រកហ្នឹងគាត់យកមកចាក់ចោលកន្លែងទាហានធ្វើការហ្នឹងហើយដើម្បីតវ៉ាអញ្ចឹងក៏មានការបាតកម្មនិងការមិនពេញចិត្តក្នុងការបិទច្រកបាទទ្វារអន្តរជាតិនិងច្រកល្បៀងបាទតូចផ្សេងទៀតនៅក្នុងករណីប្រហែលថ្ងៃមុននេះធ្វើឲ្យពលរដ្ឋថៃនិងអាជីវករដែលគាត់ធ្លាប់លក់ដូរបាទជាសពមួយដងបាទពេលបន្ទាប់បិទច្រកអញ្ចឹងទៅគាត់លក់អត់ដាច់ទេអញ្ចឹងគាត់នៅសល់បន្លែនៅសល់បាទអីវ៉ាន់របស់គាត់ដែលត្រូវលក់ត្រូវដូរបាទត្រីសាច់ហ្នឹងវាខូចវាអាលួយវាអីចឹងទៅណាអញ្ចឹងមានការក្តៅក្រហាយពីប្រជាពលរដ្ឋអញ្ចឹងធ្វើឲ្យគាត់មិនពេញចិត្តបាទហើយមានការបាតកម្មតវ៉ាជាច្រើនករណីនៅក្នុងប្រទេសថៃដែលបន្ទាប់ពីថៃបានវាយប្រហារប្រទេសខ្មែរយើងកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងមកនេះធ្វើឲ្យយុធិនយើងម្នាក់បានពលីនៅក្នុងសមរភូមិនេះផងដែរបាទអញ្ចឹងថៃបានទទួលគេថាការរញ៉េរញ៉ៃក្នុងប្រទេសបាទជាបន្តបន្ទាប់អាហ្នឹងចង់និយាយថាបើយើងនិយាយពីបាបបុណ្យវាលក្ខណៈចូលបាបដែរណាបងប្អូនបន្ទាប់ពីភិក្ខីប្រទេសថៃបានបិទច្រកទ្វារអន្តរជាតិនិងច្រកល្បៀងផ្សេងទៀតដោយឯកតោភាគីកម្ពុជាយើងក៏បានឃើញបែបនេះក៏រៀបចំបិទច្រកបដាដែរបន្ទាប់មកថៃដូចជាមានអារម្មណ៍ដូចភ័យក៏សូមចរចាយើងបើកវិញបើយើងគិតទៅនេះក៏ជាភាពអាម៉ាស់មួយរបស់ថៃដែលបានធ្វើទង្វើបាទគេថាមិនល្អឆ្កបឆ្គងមកលើប្រទេសកម្ពុជាយើងហើយបែរជាសូមសម្រួលនិងសូមចរចាយើងទៅវិញបើតាក់ទងពីចំនួនព្រំដែននៅខាងមុំ3បាទខេត្តព្រះវិហារនិងប្រាសាទតាមាន់ទូចប្រាសាទតាមាន់ធំនិងប្រាសាទតាកបីខាងកម្ពុជាយើងគឺសូមដោះស្រាយដោយសន្តិវិធីដោះស្រាយដោយគឺសូមដោះស្រាយដោយទ្វេភាគីយើងចរចាគ្នាទៅបាទអញ្ចឹងខាងថៃនោះគេអត់ព្រមទេទោះបីយើងសូមចរចាមិនសូមសម្រួលមិនគឺអត់ព្រមទេដល់ពេលខាងរាជរដ្ឋាភិបាលកម្ពុជាយើងបានស្រោះស្រួលគ្នាបាទជាមួយសម្ដេចតេជោហ៊ុនសែនសម្ដេចជាប្រធានសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំថ្នាក់ជាតិបានស្រោះស្រួលគ្នាដើម្បីរៀបចំឯកសារចំនួនដែលមានកន្លែងដូចជានៅមុំ3ប្រាសាទតាមាន់ទូចប្រាសាទតាមាន់ធំនិងប្រាសាទតាកបីយកទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិដែលយើងហៅកាត់ថា ICJ នោះស្រាប់ខាងភាគីថៃដូចជាដឹងខ្លួនថាបើប្តឹងទៅដូចចាញ់យើងណាហ្នឹងហើយអញ្ចឹងក៏មកសុំយើងចរចាវិញក៏ប៉ុន្តែសម្ដេចហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺសម្ដេចទាំងពីរមិនព្រមទទួលសំណើនឹងការចរចារបស់ថៃឡើយត្រូវតែយកចំនួនទាំងប្រមាណចំណុចដូចជាមុំ3ប្រាសាទតាមាន់ទូចប្រាសាទតាមាន់ធំនិងប្រាសាទតាកបីយកទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិ ICJ ឲ្យខាងតុលាការអន្តរជាតិរកខុសត្រូវឲ្យសម្ដេចមានប្រសាសន៍ថាបើមិនធ្វើអញ្ចឹងទេគឺខ្មែរយើងនៅតែមានគេថាការឆ្លោះគ្នាបាទជារកម្មរកុសតដូនតចៅទៅមុខទៀតជាមិនខានទេអញ្ចឹងធ្វើលើកនេះធ្វើឲ្យដាច់ស្រេចតែម្ដងក៏ផ្ទុះការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋដូចជាមន្ត្រីថ្នាក់លើថ្នាក់ក្រោមភ្លុកទឹកភ្លុកដីក្នុងឆន្ទៈដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដែលបានយកចំនួនទាំងប្រមាណចំណុចរវាងកម្ពុជានិងថៃនេះយកទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិ ICJ បាទដើម្បីរកខុសរកត្រូវលើឆាកអន្តរជាតិនិងបង្ហាញឲ្យពិភពលោកបានដឹងផងដែរមកដល់ពេលនេះថៃដូចជារៀងបាក់ស្បាតបន្តិចហើយករណីមួយទៀតល្បីថាថៃចង់ផ្ដាច់ភ្លើងយើងបាទផ្ដាច់ភ្លើងមកប្រទេសយើងណាឲ្យយើងមិនមានភ្លើងប្រើអញ្ចឹងសួរថាថៃធ្វើអញ្ចឹងសួរថៃថាបានចំណេញអីបងប្អូនព្រោះថៃបើនិយាយទៅភ្លើងកុងត្រាចេញពីប្រទេសឡាវដែរហ្នឹងថៃគឺយកភ្លើងឡាវប្រើដែរហើយចង់និយាយថាភ្លើងដែលយើងអូវិគេត្រូវតែកុងត្រាមួយឆ្នាំយកប្រហែលអញ្ចឹងទៅដើម្បីថាយើងកក់លុយទុកកក់លុយដើម្បីទិញភ្លើងប្រើណាអញ្ចឹងឧទាហរណ៍បើសិនផ្ដាច់ភ្លើងយើងសួរថាថៃចំណេញអីដោយសារថៃកក់ភ្លើងសម្រាប់ឲ្យខ្មែរយើងប្រើហើយដូចជាសពថ្ងៃយើងក៏អូសចេញពីប្រទេសឡាវច្រើនជាងយកពីប្រទេសថៃអញ្ចឹងបើសិនឧទាហរណ៍មានករណីហ្នឹងមែនបាទប្រទេសកម្ពុជាយើងបាទលំបាកតាមជីដែនបាទខេត្តដែលជាប់ជីដែនប្រហែលខេត្តហ្នឹងគឺលំបាកជាបដោះអាសន្នទេប៉ុន្តែតែយូរបន្តិចគឺយើងមានការរៀបចំអប្រព័ន្ធភ្លើងហ្នឹងគឺស្រួលវិញហើយដោយសារឥឡូវសម័យសប្តាហ៍បងប្អូនដឹងហើយមានសូឡាមានអីស្រួលណាស់បាទអញ្ចឹងវាមិនសូវពិបាកដូចមុនទេ
ចឹងវាអត់មានអីខាតបានទេបាទហើយថៃក៏ដូចជាបើសិនតែវាធ្វើអញ្ចឹងក៏ដូចលក្ខណៈដូចអាករខ្លួនឯងផងដែរអញ្ចឹងសរុបមកគឺមិនអាចទេថៃមិនអាចផ្ដាច់ភ្លើងខ្មែរបានទេបើសិនតែផ្ដាច់ភ្លើងខ្មែរថៃជាអ្នកខាតខ្លាំងជាងខ្មែររឿងដេញពលករខ្មែរចេញពីប្រទេសថៃអញ្ចឹងរឿងហ្នឹងក៏ជាចំណុចមួយសំខាន់ដែរអញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ធ្វើការនៅប្រទេសថៃណាគាត់ខ្លាចពេលមានសង្គ្រាមទៅហ្នឹងហើយខ្លាចថៃដេញបាទពលករខ្មែរដែលយើងទៅធ្វើការនៅប្រទេសថៃហ្នឹងដេញចេញបងប្អូននេះក៏ជាចំណុចមួយសំខាន់នៃប្រទេសថៃដែរដូចរាល់ថ្ងៃបើសិនអត់មានពលករបាទចំណាក់ស្រុកពីប្រទេសកម្ពុជាយើងពីប្រទេសឡាវប្រទេសភូមាភូម៉ាអញ្ចឹងណាហ្នឹងហើយតែទៅធ្វើនោះទេគឺថៃក៏ពិបាករកពលករធ្វើដែរដោយសារថៃត្រូវការធ្វើសំណង់ច្រើនហើយនឹងម៉ៅការច្រើនហ្នឹងហើយអញ្ចឹងការជាប់កុងត្រាការជាប់ម៉ៅនេះបើសិនឧទាហរណ៍អឺចេះតែដេញមកសួរតអ្នកម៉ៅការហ្នឹងគាត់បានអីគាត់នឹងប្រឈមមុខនឹងខាតដោយសារគាត់ទទួលម៉ៅគេថាត្រូវធ្វើបាទ1ឆ្នាំហើយ2ឆ្នាំហើយអញ្ចឹងណាបាទប្រាក់រាប់លានដុល្លារអញ្ចឹងទៅដល់ពេលអត់មានអ្នកធ្វើសួរថាអ្នកម៉ៅការហ្នឹងគាត់បានអីសងទៅគេហើយសួរថារាជរដ្ឋាភិបាលថៃហ្នឹងអឺមានការលំបាកអត់ហ្នឹងហើយនិយាយទៅឲ្យតែអត់មានចំណូលនឹងប្រជាពលរដ្ឋមានទុក្ខលំបាកគឺរាជរដ្ឋាភិបាលថៃហ្នឹងក៏លំបាកដែរអញ្ចឹងគឺបងប្អូនមិនបាច់ភ័យទេបាទអញ្ចឹងវាមានចំណុចសំខាន់ច្រើនដែលយើងត្រូវដឹងដែលយើងត្រូវវិភាគមើលថាថៃវាមានចំណុចខ្សោយរបស់វាអញ្ចឹងទៅបើយើងអត់ចេះវិភាគហ្នឹងហើយយើងអត់ដឹងពីបញ្ហាហ្នឹងទេយើងចេះតែខ្លាចចេះតែភ័យចេះតែព្រួយអញ្ចឹងទៅអញ្ចឹងប្រទេសនីមួយៗត្រូវការប្រទេសជិតខាងហ្នឹងជាមិត្តជាដៃគូជាគេថាការសាមគ្គីគ្នាដើម្បីជួយគ្នាទៅវិញទៅមកវាត្រូវតែមានបើយើងផ្ដាច់អហង្ការថាមិនសាមគ្គីគ្នាទេវាអញ្ចឹងវាមានសង្គ្រាមវាមានការវិវាទធ្វើឲ្យរំខានក្នុងសេដ្ឋកិច្ចប្រទេសមួយរីកចម្រើនអញ្ចឹងណាដោយសពថ្ងៃបច្ចេកវិទ្យាយើងទំនើបផងអញ្ចឹងក្នុងការអាស្រ័យតាក់ទងគ្នាហ្នឹងគឺស្រួលមែនទែនបាទមិនថាប្រទេសណាទេគឺទូទាំងពិភពលោកតែម្ដងដូចយើងអញ្ចឹងបាទយើងពេលដើរដល់ផ្លូវផ្ទាល់អញ្ចឹងយើងត្រូវការទំនាក់ទំនងឲ្យគេជួយគឺគេជួយភ្លាមសំខាន់ឲ្យតែយើងដាក់ពាក្យបណ្ដឹងទៅគេអញ្ចឹងគេនឹងជួយយើងហើយបើសិនតែកាលណាយើងឆ្លោះគ្នាជាមួយអ្នកជិតខាងប្រទេសជិតខាងអញ្ចឹងបើយើងអត់ដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនោះទេគេអត់បានជួយយើងទេទោះបីគេដឹងថាយើងឆ្លោះគ្នាក៏ដោយប៉ុន្តែគេអត់បានជួយយើងកាត់សេចក្តីឲ្យខាងណាខុសខាងណាត្រូវទេក៏ប៉ុន្តែបើយើងបានដាក់ពាក្យបណ្ដឹងទៅខាងគេហើយគឺគេនឹងចុះពិនិត្យនឹងចុះស៊ើបអង្កេតនឹងចុះបាទតាមដាននិងធ្វើការប្រមូលទិន្នន័យដើម្បីធ្វើការសរុបធ្វើការកាត់ក្តីបាទឲ្យយើងរកខុសរកត្រូវចំណុចនេះហើយដែលកម្ពុជាត្រូវការនិងចង់បានបំផុតហ្នឹងហើយដើម្បីគេថារកខុសរកត្រូវបាទរកភាពស្អាតស្អំឲ្យប្រទេសជាតិយើងនិងកុំឲ្យមានចំនួនតទៅមុខជាពិសេសកុំឲ្យកូនចៅយើងជំនាន់ក្រោយគាត់ជួបរឿងប្រកម្មកុសមិនបានរកស៊ីមិនបានធ្វើអ្វីឲ្យប្រទេសរីកចម្រើនណាដោយសារមានការរំខានពីអ្នកជិតខាងក្លប់តលិនទៅមកចង់បិទខ្លួនឯងដល់ពេលគេបិទដែរសុំគេបើកវិញហ្នឹងហើយវាត្រឡប់តលិនទៅមករហូត